នេះខ្ញុំមកចែករំលែកការកាត់សក់ឲ្យកូនក្មេងហើយការកាត់សក់នេះគឺខ្ញុំធ្វើដើម្បីចែករំលែកដល់បងប្អូនអ្នករៀនថ្មីដៃថ្មីហ្នឹងគឺត្រូវតែមើលវីដេអូឲ្យច្រើនទៅព្រោះកាលណាបើយើងមើលវីដេអូកាន់តែច្រើនគឺយើងកាន់តែមានបទពិសោធន៍កាន់តែច្រើនព្រោះធម្មតាគឺជាងកាត់សក់អត់ដូចគ្នាទេអត់មានជាង10នាក់គឺកាត់ខុសទាំង10នាក់ដូចបងអូនអញ្ចឹងដូចបងអូនដែលគាត់កាត់ក្នុងវីដេអូនេះគឺចនាឈ្មោះគាត់ចនាគឺគាត់កាត់មុនដំបូងគឺគាត់ឈូសយកខាងទាំងអស់ឈូសខាងជុំវិញទាំងអស់តែម្ដងគឺគាត់អត់ឈូសយកខាងហើយបានគាត់ចាប់ផ្ដើមឈូសជុំវិញហើយឈូសជុំវិញរួចគឺចិត្តយករៀងក្រោយអញ្ចឹងគឺសំបីតែជាងមួយក៏គាត់កាត់ផ្សេងគ្នាដែរគាត់កាត់ហ្នឹងផ្សេងគ្នាដែរគឺសំខាន់គឺឲ្យចប់ហើយគឺរួចហើយគឺនឹងតែស្អាតអាហ្នឹងអត់ជាបញ្ហាទេនេះគឺគាត់កំពុងតែចិត្តរៀងគាត់ចិត្តរៀងគាត់ចិត្តឈូសខាងរួចឈូសខាងជុំវិញរួចហើយគាត់ចាប់ផ្ដើមចិត្តរៀងខាងលើហ្នឹងឲ្យវាកុំឲ្យវាស្កេតស្កាស់ណាកុំឲ្យវាស្កេតស្កាស់កុំឲ្យវារទេរតាមកអញ្ចឹងគឺដោយសារតែសក់ប្អូនគឺគាត់អត់វែងទេអញ្ចឹងគឺគាត់អត់បានចាប់ដង្កៀបទេព្រោះខ្លះគឺគាត់ញែកភ្លីចាប់ភ្លីអីតែម្ដងតែនេះគឺគាត់អត់បានចាប់ញែកភ្លីទេគឺគាត់ឈូសជុំវិញរួចហើយគឺគាត់ចាប់ផ្ដើមចិត្តយករៀងតែម្ដងគឺចិត្តយករៀងចិត្តអាសក់ដែលធ្លាក់មកពីលើនឹងឲ្យវាមានរៀងស្អាតជុំវិញទាំងអស់ហើយគឺចាប់ផ្ដើមធ្វើកន្លែងណាដែលដាក់ក្រាស់ទៅណាថាយើងដាក់ក្រាស់ទៅគឺអាណាដែលសក់ដែលវែងហ្នឹងគឺវាវែងចេញមកគឺដឹងតែដាក់ទៅគឺដឹងតែវាចេញមកខាងក្រៅក្រាស់ហើយអញ្ចឹងយើងអាចឈូសទៅគឺអត់ជាបញ្ហាទេព្រោះក្រាស់ហ្នឹងគឺកាន់ធម្មតាកុំកាន់សង្កត់ទៅក្នុងសក់តែកាលណាសង្កត់ទៅគឺអាខ្លីក៏វាចូលមកក្នុងក្រាស់ដែរអញ្ចឹងគឺយើងកុំសង្កត់ក្រាស់គឺយើងដាក់ធម្មតាទៅគឺក្រាស់របស់យើងឯងគឺជាបន្ទាត់របស់ជាងកាត់សក់ហ្មងគឺជាបន្ទាត់វាស់មិនចាំបាច់ទៅដាក់ខ្នាតទៅដាក់អីទេគឺកាត់សក់គឺគាត់មានក្រាស់ឯងគឺជាបន្ទាត់សម្រាប់ដឹងថាកន្លែងណាសក់ណាប៉ងកន្លែងណាត្រង់ហើយគឺគាត់ដឹងដោយសារតែការដែលដាក់ក្រាស់ទៅហើយគឺសក់ណាដែលវាវែងជាងគឺវានឹងចេញមកខាងក្រៅក្រាស់ហើយអញ្ចឹងសក់ណាដែលខ្លីគឺវានៅខាងក្នុងក្រោយមកគាត់ចាប់ដើមចិត្តខាងរួចហើយគឺចិត្តខាងក្រោយនេះគាត់ចិត្តខាងក្រោយនឹងឲ្យវាបដិញគ្នាហ្មងណាធ្វើម៉េចឲ្យវាបដិញគ្នាឲ្យវាស៊ីគ្នាខាងលើកាលណាបើយើងកាត់វាអត់ស៊ីគ្នាទេគឺយើងកាត់អត់បានស្អាតទេគឺតែវាស៊ីបដិញគ្នាពីខ្លីទៅវែងអញ្ចឹងគាត់ចិត្តអាខាងលើនឹងអញ្ចឹងគឺវិធីការកាត់សក់នេះគឺស្រួលមែនទែនដោយសារតែគាត់មានគាត់កាត់ហ្នឹងគឺឈូសខាងជុំវិញហើយគឺចាប់ផ្ដើមចិត្តខាងលើម្ដងអញ្ចឹងគឺយើងទី1យើងឈូសខាងជុំវិញហើយទី2គឺយើងចិត្តយករៀងហើយយើងបដិញទៅខាងលើហ្នឹងគឺទី2ហើយយើងចូលទី2អញ្ចឹងគឺជាងកាត់ផ្សេងគ្នាក្រោយមកហើយគាត់ចិត្តខាងរៀងខាងក្រោយខាងមុខទៀតគឺគាត់ចាប់ដើមចាប់យកតែម្ដងចាប់ដើមយកខាងរួចគឺចាប់ដើមយកខាងលើតែម្ដងគឺខាងលើទាំងខាងមុខទាំងខាងហើយទាំងជុំវិញទាំងអស់ខាងលើនឹងគាត់ស៊ីឲ្យស្អាតតែម្ដងចាប់ដើមចិត្តយកកុំឲ្យសក់នឹងវាបាសណាធ្វើឲ្យកុំឲ្យបាសអញ្ចឹងគឺពេលដែលយើងឃើញការកាត់អញ្ចឹងគឺវាអត់ឃើញអត់ស្អាតទេតែរួចបានដឹងថាស្អាតចាំមើលបងប្អូនតាមដានទាំងអស់គ្នាថាកាត់រួចហើយបានស្អាតប៉ុណ្ណាចាំមើលខាងក្រោយណាអញ្ចឹងក្រោយមកគាត់ចាប់ផ្ដើមយករៀងគាត់ជ្រឹបខាងមុខហ្នឹងក៏ឲ្យសក់ល្អិតខាងមុខហ្នឹងគាត់ជ្រឹបហើយគឺក្រោយមកហើយគាត់នៅតែគាត់អត់ឃើញថាកណ្ដាលហ្នឹងគឺចាប់ផ្ដើមចិត្តបន្តិចទៀតទៅហើយដូចមិញហ្នឹងគឺគាត់ចិត្តតិចទៀតហើយដល់ពេលតែនេះហើយគឺគាត់ចាប់ដើមគូសយករៀងវាឬក៏ឲ្យមានសន្តានវាស្អាតហ្មងធ្វើឲ្យវាស្អាតវាមានសក់ហ្នឹងគឺតើតែវាមានរៀងមានរោមបានវាស្អាតមិនថាអីក៏ដោយមិនថាសន្លេងមិនថាមុខមាត់យើងអីក៏ដោយតែបើសិនតែយើងនឹងឯងអត់ចេះ
រៀបចំខ្លួនទេគឺអត់បានស្អាតទេបើយើងមុខមាត់យើងស្អាតហើយតែយើងអត់ស្រីពាក្យអត់រៀបចំឲ្យវាធ្វើម៉េចឲ្យវាសមនឹងខ្លួនយើងណាកាត់សក់ក៏ដូចគ្នាដែរអញ្ចឹងបើសិនតែយើងកាត់ហើយយើងវាអត់សមនឹងទម្រង់មុខយើងគឺកាត់បានត្រឹមតែកាត់តែកាត់វាអត់សមវាអត់ស្អាតតើតែយើងនឹងកាត់ហើយគឺយើងដឹងថាអូម៉ូតសក់នេះគឺសមនឹងយើងមើលទៅគឺឃើញស្អាតទោះវាមិនស្អាតពីធម្មជាតិក៏វាបានជួយយើងខ្លះដែរថាដោយសារយើងចេះរៀបចំខ្លួនហើយដូចបងអូនអញ្ចឹងគឺគាត់កាត់ទឹកដៃគាត់គឺល្អមែនទែនខ្ញុំគិតថាល្អគាត់កាត់បានល្អជាងហ្នឹងគឺគាត់កាត់បានល្អចាំដល់ចប់បានបងប្អូនដឹងព្រោះមុខគាត់ច្រឹបហើយគឺភាគចឹងគឺជាងដែលថ្មីគឺអាចមើលទៅគឺអាចបានដឹងខ្លះអញ្ចឹងទៅយើងទៅរៀនជាមួយគ្រូខ្លះទៅកាន់តែច្បាស់កាន់តែឆាប់ចេះកាន់តែឆាប់យល់ណាយើងមើលឲ្យច្រើនទៅព្រោះកាលណាកាត់សក់យើងបើយើងមិនមើលគេគឺយើងអត់អភិវឌ្ឍខ្លួនទេយើងជឿថាអត់អភិវឌ្ឍទេបើគ្រូតែមួយយើងរៀនតែមួយគឺអត់សក់អភិវឌ្ឍខ្លួនទេត្រូវជាងខ្លះគឺអត់ខ្ជិលទាំងមើលផាន់គេទេជាងខ្លះហ្នឹងគឺអត់មើលទេអត់មើលគេទេកាត់តែខ្លួនឯងអញ្ចឹងទៅកាត់10ឆ្នាំក៏នៅតែប៉ុណ្្នឹងដែរបើថាកាត់យូរក៏នៅតែយូរដែរហ្នឹងអត់អភិវឌ្ឍខ្លួនថែមទៀតអត់ប្រឹងប្រែងថែមទៀតណាអញ្ចឹងគឺកាលណាបើយើងកាត់ជំនាញហើយយើងចាប់ផ្ដើមឆ្នៃម៉ូដថ្មីយើងមើលម៉ូដថ្មីថែមទៀតទៅយើងមើលគេខ្លះទៅយើងកុបផ្សំជាមួយនឹងចំណេះដឹងយើងផងទៅគឺកាន់តែប្រសើរចំណេះកាន់តែចេះកាន់តែចឹងគឺកាន់តែប្រសើរបើសិនតែយើងចេះប៉ុណ្្នឹងហើយយើងអត់ស្វែងយល់ខ្លួនឯងយើងអត់ប្រឹងប្រែងថែមទៀតទេគឺចំណេះវានៅតែប៉ុណ្្នឹងឯងយើងប្រើតែប៉ុណ្្នឹងគឺប៉ុណ្្នឹងអញ្ចឹងបើយើងមើលទៅមានក្បួនខ្នាតគេឬក៏មានល្បិចផងគេអញ្ចឹងទៅយើងគប់ផ្សំជាមួយនឹងយើងទៅកាន់តែប្រសើរពិសេសគឺបងប្អូនដែលទៅរៀនថ្មីហ្នឹងឯងរៀនថ្មីណាហើយការវិធីចាប់ដើមគឺកាត់ឈូសអាចូលក្រោលនោះគឺឈូសហើយដល់ពេលឈូសហើយទៅវានៅស្នាមបងប្អូនអញ្ចឹងអាការដែលពេលនេះគឺគេចាប់ដើមកោសទី1គឺកោសដើម្បីឲ្យវាសមលកោសមួយទៀតគឺកោសដើម្បីឲ្យវាបាត់ស្នាមកុំឲ្យស្នាមខ្មៅស្នាមមើលទៅវាអត់ស៊ីគ្នាទៅលើបងប្អូនគឺមានថាខាងលើខ្មៅទៅខាងក្រោមសហ្នឹងណាវាអត់ស៊ីគ្នាអត់បដិញទៅនិយាយទៅថាអត់បដិញអញ្ចឹងដល់ពេលអញ្ចឹងទៅគាត់ចាប់ផ្ដើមកោសកន្លែងណាដែលខ្មៅនោះគាត់ចាប់ផ្ដើមកោសលុបបំបត្តិស្នាមនឹងព្រោះកាលណាបើយើងកាត់ទៅស្នាមក៏វាអត់ស្អាតដែរសក់ទៅតែកាត់ទៅហើយលុបបំបត្តិស្នាមបានហើយគឺវាបដិញគ្នាមានថាពីសទៅខ្មៅពីសទៅខ្មៅបងប្អូនចាំមើលពេលដែលគាត់កោសឃើញកន្លែងហ្នឹងគឺខ្មៅហ្មងខ្មៅអញ្ចឹងដល់ពេលចាំមើលគាត់កោសហើយចាប់ដើមសហ្នឹងគឺមិនមែនសស្គូសទេគឺសបដិញបងប្អូនគឺសបដិញបងឬក៏ពូនដែលទៅរៀនជាងកាត់សក់ថ្មីហ្នឹងគឺសង្កេតមើលកន្លែងហ្នឹងផងពេលដែលគេកោសហ្នឹងគឺដៃគេធ្វើម៉េចក្រាស់គេសោកម៉េចគឺយើងសង្កេតទាំងអស់ហ្មងណាពេលដែលយើងរៀនជាងកាត់សក់គឺយើងសង្កេតទាំងអស់យើងមិនថាឲ្យតែមើលឲ្យតែហើយទេគឺយើងសង្កេតតាំងពីដៃគេធ្វើម៉េចហើយគេកោសម៉េចគេធ្វើម៉េចឲ្យបាត់ស្នាមអញ្ចឹងគឺគេកោសគេចាប់ដើមកោសទៅគឺចាប់ដើមអាខ្មៅកណ្ដប់ហ្នឹងគឺបាត់ហ្មងគឺវាបដិញឃើញស្អាតតែម្ដងយើងចាំមើលទៅឃើញទេជើបាត់ម្ដងតិចហើយម្ដងតិចទៅគឺបាត់ម្ដងតិចកុំបន្ទិនពេកបងប្អូនកាលណាបើយើងកាត់បន្ទិនពេកអត់ស្អាតគឺបន្ទិនក៏វាអត់ល្អដែរតែបើថាយើងកាត់នឹងឯងគឺបន្ទិនហើយគឺស្អាតអានឹងអត់ជាបញ្ហាទេអានឹងគឺខៀវកាន់តែចូលចិត្តស្អាតហើយគឺស្អាតហើយលឿនទៀតយើងគួរតែវឹកហាត់កន្លែងហ្នឹងព្រោះខ្ញុំភាគចឹងគឺរៀងយូរតិចរឿងកាត់សក់នឹងរៀងយូរកាត់អត់សោះបានលឿនទេនិយាយទៅថាជិបចប់អញ្ចឹងទៅគឺយឺតតណ្ដែលអញ្ចឹងទៅគិតពីមុនបងដៃញាប់អីចឹងទៅដល់ពេលចាប់ផ្ដើមយូរទៅចាធ្លាក់ដៃទៅចាធ្លាក់ដៃទៅហើយដោយសារតែប្អូនហ្នឹងគឺគាត់ក្បាលគាត់ប៉ងអញ្ចឹងគឺមូលល្អឃើញគឺចុងក្រោយបញ្ចប់ហើយបងប្អូនឃើញទេស្អាតអត់ឲ្យប្រហែលភាគរយបងប្អូនខមមិនខាងក្រោមខ្ញុំឲ្យ10 លើ 10ហ្មងគឺស្អាតហ្មងគឺបដិញហ្មងស្អាតហើយក្រោយចប់ហើយគឺដោះកណាត់ដោះអីមកដោះកណាត់ហើយជូតបោសសក់ចេញមក
ឃើញគឺឃើញសបដេញហ្មងគឺអត់មានស្នាមទេដែលស្អីដែលសាន់តែគេកោសនឹងហើយជាចុងក្រោយនេះក្នុងការចែករំលែកវីដេអូរបស់ខ្ញុំហើយបងប្អូនគឺជួយ Subscribe និង Share ផងបងប្អូនហើយនេះគឺមានសេវាកម្មដូចជាមានទទួលសេវាកម្មកាត់សក់កក់សក់អ៊ុតរួញអ៊ុតសេរ៉ូមដាក់ពួរសក់សម្អាតត្រចៀកបាញ់កវិលមានលេខទូរស័ព្ទនៅខាងក្រោយហើយការខុសឆ្គងយ៉ាងណាសូមបងប្អូនអធិស្ឋានដល់ខ្ញុំបាទផងហើយ